ក្នុងពិធីភ្ជាប់ពាក្យមានខាងស្រីប្រអប់គ្រឿងឃើញថាខាងក្នុងបែជាសុទ្ធជាគ្រឿងប្រាក់ទាំងអស់នាងមិនចង់ជឿនឹងភ្នែកក៏បើកពិនិត្យមើលលោកនាងក្បាលទៅទើបនាងឃើញគ្រឿងមាសដែលនាងចំណាយលុយទិញខ្លួនឯងបែជាយកមកពាក់នៅដៃក្មេកទៅរហូតដល់ពេលនេះទើបនាងដឹងថាភ្ជាប់ពាក្យថ្ងៃនេះគឺជាអ្វីដើម្បីបង្រៀនប៉ាចុះគ្រឿងមាសរបស់ខ្ញុំគ្រឿងមាសស្អីទៅគ្រឿងប្រាក់ក៏ល្អដែរតាលុយផ្ទះយើងមិនមែនធ្លាក់ពីលើមេឃឯណាចង់បានមាសស្អីទៀតគឺលុយនេះគឺជាគ្រឿងមាសទាំង5មុខនឹងហាជីវម៉ាក់ពិតជាចិត្តទូលាយណាស់ទិញរបស់ឲ្យកូនប្រសាគឺទិញតែគ្រឿងប្រាក់ចុះយ៉ាងម៉េចយុវវ័យសម័យនេះពូកែតែរករឿងគិតតែចង់ពាក់មាសពាក់ប្រាក់នឹងមិនដូចសម័យយើងពីមុនទេរៀបការកុំថាឡើយដល់មាសសំបីតែប្រាក់ក៏គ្មានដែរថ្លៃទឹកដោះមានតែប៉ុន្មានពាន់មនុស្សយើងត្រូវចេះស្កប់ស្កល់អ្នកមីង5000នេះជារបស់ខ្ញុំសូមអ្នកមីងឲ្យមកខ្ញុំវិញយ៉ាណានបើឯងមិនចូលចិត្តគ្រឿងប្រាក់ឯងអាចទិញមាសដោយខ្លួនឯងបានគ្រួសារយើងក៏មានលទ្ធភាពតែប៉ុណ្ណឹងកូនប្រសាត្រកូលចៅត្រូវតែចេះសន្សំសំចៃបើចង់ស្លៀកពាក់ឆើតឆាយក៏ទិញខ្លួនឯងទៅមករករឿងខ្ញុំសងស្អីតើឯងមានអាកប្បកិរិយានឹងមិនក៏និយាយជាមួយម៉ាក់មើលមិនឃើញទៅលើខ្លួនម៉ាក់នឹងបងស្អីខ្លះម៉ាក់បងនេះជារបស់យ៉ាណានហើយអ្វីពួកអ្នកយកមកពាក់ខ្លួនឯងនេះមិនមែនឯងចំណាយលុយទិញទេអើម៉ាក់ខ្ញុំយកទៅហើយម៉ាក់អើយលុយនេះចាយអស់ច្រើនណាស់មែនទេសៀវណានបើមិនអញ្ចឹងទេគ្រឿងមាសពួកគាត់ទៅចាំឯងទិញឈុតថ្មីមួយទៀតដោយខ្លួនឯងយ៉ាងណាក៏ឯងមិនខ្វះលុយប៉ុណ្ណឹងដែរចៅហៅការភ្ជាប់ពាក្យនេះនៅបន្តទៀតទេឯងមើលគ្រួសារគេចុះកូនទី2រឿងរៀបការរបស់កូនទុកឲ្យគេសម្រេចចិត្តខ្លួនឯងចុះប្រកាសជាបានកំណត់ហើយយ៉ាងណែនអ្នកគួរតែចេះទុកអារម្មណ៍ខ្លះទៅទោះយ៉ាងណាក៏ជាម៉ាក់និងបងស្រីរបស់ខ្ញុំដែរជួយសម្រួលដល់ពួកគាត់បន្តិចបានទេខ្ញុំមិនព្រមទេហេតុអ្វីត្រូវតែឲ្យខ្ញុំយកយល់រហូតហើយម្ដងទៀតអត់ធ្មត់នឹងលះបង់ហេតុអ្វីទៅបានមិនអីទេចាំខ្ញុំទៅនិយាយជាមួយគាត់តាមក្រោយថ្ងៃនេះយើងរៀបចំពិធីរួចរាល់សិនទៅបានទេរងហៅមើលស្ថានភាពឥឡូវនេះមើលតើអ្នកគិតថាពិធីភ្ជាប់ពាក្យនេះនៅតែអាចបន្តបានយើងដើរជាមួយគ្នាតាំងពីស្លៀកឯកសណ្ឋានរហូតដល់រយៈពេល10ឆ្នាំពេញហើយតើអ្នកអាចគុំឲ្យរាល់ពេលសុទ្ធតែរឿងបន្តិចបន្តួចនេះហើយមកសម្បាដាក់ខ្ញុំផ្ដេសផ្ដាសនឹងនិយាយមិនសមហេតុផលទាំងនេះបានទេធ្វើឲ្យខូចមុខមាត់អីខ្ញុំខឹងសម្បាផ្ដេសផ្ដាសខ្ញុំធ្វើឲ្យអ្នកបាក់មុខមែនទេមើលឲ្យច្បាស់ទៅអ្នកដែលធ្វើឲ្យអ្នកបាក់មុខអ្នកដែលធ្វើឲ្យលេងជាមិនយើងបាត់បង់មិនមែនជាខ្ញុំទេគឺម៉ាក់និងបងស្រីរបស់អ្នកតាអ្នកមើលឲ្យច្បាស់ទៅបងស្រីនិងម៉ាក់ខ្ញុំពិតជាមានតែពួកគាត់ធ្វើគ្រប់យ៉ាងក៏ដើម្បីតែវាចាំបាច់ដល់ថ្នាក់នឹងទេអ្នកចាំបាច់ដល់ថ្នាក់នឹងមែនទេអ្នកត្រូវតែធ្វើបែបនេះមែនទេលេខ challenge តើពេលណាទើបអ្នកអាចកែច្រិតឆេវឆាវរបស់អ្នកបានទៅខ្ញុំអាចអត់ធ្មត់ជាមួយអ្នកបានគ្រប់ពេលយកឲ្យអ្នកបានប៉ុន្តែវាមិនមែនមានន័យថាបងស្រីនិងម៉ាក់របស់ខ្ញុំត្រូវយកខ្ញុំអត់ធ្មត់ជាមួយអ្នករហូតនោះទេបងប្រុសតាមពិតគឺខ្ញុំខុសហើយពិតជាកំហុសរបស់អ្នកមែនប្រពន្ធដែលចរិតមិនល្អបែបនេះគឺត្រូវតែប្រដៅខ្លះហើយនេះទើបតែស្គាល់គ្នាភ្ជាប់ពាក្យចង់ចូលមកក្នុងគ្រួសារទៅហើយបែបនេះវាមិនកើតទេបានហើយដឹងខុសគឺល្អហើយភ្ជាប់ពាក្យទៅភ្ជាប់ពាក្យទៅភ្ជាប់ពាក្យហេតុអ្វីបានជាអ្នកទាំងអស់គ្នានៅទីនេះទៀតបើគ្មានរឿងអ្វីទៀតទេសូមប្រញាប់ចាកចេញពីទីនេះទៅសារប្រារព្ធពិធីនេះមានគេកត់រួចហើយស្អីគេអ្នកសម្ដែងតើមានរឿងអីហ្នឹងតើមានន័យថាម៉េចមេកាសុងសារនេះខ្ញុំបានកក់តាំងពី3ខែមុនគឺកក់សម្រាប់ថ្ងៃនេះតើហើយលុយកក់ខ្ញុំក៏បានបងអស់ហើយដែរថ្ងៃមុនអ្នកឯងថាបញ្ចេញម្ហូបនៅម៉ោង11ទើបតែម្ហូបកាត់មាត់សោះអ្នកសម្របសម្រួលនឹងការថតឃើញសំបីតែអ្នកនៅតែចង់ចេញទៅយើងមិនអាចរកស៊ីបែបនេះបានទេមិនខុសទេអ្នកស្រីឡយកាលពីដើមអ្នកបានកក់ជាមុនតែក្រោយមកតើអ្នកមិនបានដកប្រាក់វិញទេអីដកវិញស្អីទៅអ្នកប្រហែលជាច្រឡំហើយអ្នកចាត់ការមិនច្រឡំទេអ្នកដែលដកប្រាក់វិញគឺគាត់អ្នកមីងបានដកប្រាក់សន្តាគារវិញមែនទេម៉ាក់បងស្រីសរុបទៅគឺអ្នកទាំងពីរទើបតែទៅដកប្រាក់វិញតើអ្នកទាំងពីរនិយាយពីអ្វីហ្នឹងដកវិញហើយមានរឿងអីគ្រាន់តែជាពិធីភ្ជាប់ពាក្យតើរៀបចំសាមញ្ញនៅផ្ទះទៅបញ្ចប់បាត់ទៅហើយចាំបាច់អីត្រូវរៀបចំនៅសន្តាគារចំណាយលុយច្រើនណាស់ពិតមែនហើយទាំងអ្នកសម្របសម្រួលនឹងការថតរូបហើយនឹងតការទាំងនេះទៀតមានរបស់ណាដែលមិនអស់លុយពីមុនធ្លាប់តែចិត្តទូលាយតើចុះលុយដែលអ្នកសងយើងវិញនៅណាលុយមិនទាន់ចូលកាន់នេះផងក៏ចង់ដេញយើងចេញទៅហើយតើអ្នកកំពុងយល់សប្តិអីហ្នឹងទើបតែសងមកខ្ញុំវិញតើខ្ញុំស្មានតែសន្តាគារចុះតម្លៃឲ្យតើតាមពិតគឺខ្លាចខ្ញុំចាយលុយរបស់ត្រកូលចៅសោះម៉ាក់អ្នកទាំងអស់គ្នាតាមពិតទៅម៉ាក់របស់ខ្ញុំគាត់និយាយភាសាចិនមិនសូវបានល្អទេគាត់មិនបានគិតច្រើនដល់ថ្នាក់នឹងទេកុំប្រកាន់ខឹងនឹងគាត់អីទោះយ៉ាងណារឿងវាខ្លាចជាបែបនេះមិនអញ្ចឹងទេយើងចេញទៅក្រៅទៅខាងបាយណាមួយញ៉ាំមួយពេលទៅគឺរួចរាល់ហើយ